ខ្មែរក្រមគឺខ្មែរសុទ្ធតាសូមវាវនាទៅដល់បងប្អូនទាំងអស់ដែលគាត់អត់ស្គាល់ខ្មែរក្រមហ្នឹងកុំយកច្រឡំថាខ្មែរក្រមហ្នឹងជាវៀតណាមឬក៏កូនកាត់វៀតណាមអីចាបញ្ហារឿងកូនកាត់ហ្នឹងដោយសារតែមានការយកច្រឡំបងនេះអត់និយាយប៉ះពាល់ដល់អ្នកណាទេគុំម្ដងរបស់នេះគឺចង់បញ្ជាក់ការពារអត្តសញ្ញាណជាតិគឺអត់មានប៉ះពាល់ដល់បុគ្គលណាទេហើយនឹងក៏អត់បានធ្វើអង្គុយសាសដែរព្រោះសម័យឥឡូវហើយអត់មានអ្នកណាគេរើអង្គុយសាសទេព្រោះសាសណាក៏ដូចសាសណាដែរមានមនុស្សល្អមានមនុស្សអាក្រក់តែចង់និយាយថាសាសនីមួយៗគឺឆ្លៃសាសជាតិខ្លួនឯងខ្លាំងមែនទែនអញ្ចឹងនេះក្នុងនាមខ្មែរក្រមម្នាក់អ្នកត្រូវតែការពារអត្តសញ្ញាណជាតិខ្មែរក្រមចាកុំអោយគេយកច្រឡំថាអូខ្មែរកម្ពុជាក្រមនឹងជាវៀតណាមឬក៏កូនកាត់វៀតណាមគឺអត់មែនទេគឺខ្មែរក្រមគឺមានខ្មែរសុទ្ធហើយក៏មានកូនកាត់ដែរក្នុងនោះក៏មានតិចដែរបងប៉ុន្តែថាខ្មែរក្រមគឺខ្មែរសុទ្ធតាសូមវាវនាទៅដល់បងប្អូនទាំងអស់ដែលគាត់អត់ស្គាល់ខ្មែរក្រមហ្នឹងកុំយកច្រឡំថា